ជំរាបសួរមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel The Power of Reading ថ្ងៃនេះខ្ញុំសូមលើកយកសៀវភៅមួយក្បាលដែលមានចំណងជើងថាច្បាប់ទាំង48នៃអំណាចយកមកអានដើម្បីចែករំលែកដល់មិត្តអ្នកស្ដាប់ទាំងអស់គ្នាត្រង់ច្បាប់ទី4ដល់ច្បាប់ទី8ច្បាប់ទី4និយាយអតិចជាងដែលចាំបាច់ពាក្យណែនាំពេលអ្នកព្យាយាមប្រើពាក្យសម្ដីដើម្បីធ្វើឲ្យអ្នកដទៃពេញចិត្តបើអ្នកនិយាយទៅកាន់តែច្រើនវានឹងធ្វើឲ្យអ្នកមើលទៅកាន់តែធម្មតាហើយអំណាចនឹងកាន់តែតិចជាងមុនតែបើអ្នកប្រើពាក្យសម្ដីដែលមានភាពស្រពេចស្រពិលតែស្ដាប់ទៅអាថ៌កំបាំងវានឹងធ្វើឲ្យពាក្យសម្ដីឬគំនិតស្ដាប់ទៅដូចជារបស់ថ្មីទាំងដែលវាជារឿងដដែលអ្នកដែលមានអំណាចនឹងបង្កើតអារម្មណ៍ពេញចិត្តហើយអាចគំរាមអ្នកដទៃឲ្យខ្លាចបានដោយការនិយាយឲ្យតិចដូច្នេះបើអ្នកនិយាយកាន់តែច្រើននោះឱកាសដែលអ្នកនឹងនិយាយរឿងមិនទំនងនឹងកាន់តែមានច្រើនដែរគន្លឹះឆ្ពោះទៅរកអំណាចបើមើលទៅអំណាចដោយមានទស្សនៈច្រើនផ្នែកវាក៏ដូចជាហ្គេមនៃការបង្ហាញចេញនៅដូច្នោះដែរបើអ្នកនិយាយអតិចជាងដែលចាំបាច់ឱកាសដែលអ្នកមើលទៅអស្ចារ្យនឹងមានអំណាចក៏កាន់តែច្រើនព្រោះភាពស្ងប់ស្ងៀមរបស់អ្នកនឹងធ្វើឲ្យអ្នកផ្សេងនៅមិនសុខមនុស្សយើងគឺជាគ្រឿងចក្រដែលមានតួនាទីកាត់ន័យនិងផ្ដល់ពាក្យអធិប្បាយពួកគេត្រូវការដឹងថាអ្នកកំពុងគិតអ្វីបើអ្នកគ្រប់គ្រងអ្វីដែលអ្នកបង្ហាញចេញដោយប្រុងប្រយ័ត្នពួកគេនឹងមិនអាចចាប់បានថាអ្នកត្រូវការឬកំពុងនិយាយអ្វីចម្លើយដែលខ្លីនិងការអង្គុយស្ងៀមនឹងធ្វើឲ្យពួកគេក្លាយជាភាគីចាំទប់ទល់ហើយពួកគេនឹងលោតចូលមករកអ្នកដើម្បីកម្ចាត់ភាពស្ងប់ស្ងាត់នោះដោយការបញ្ចេញមតិយោបល់យ៉ាងអន្ទះសារដែលវាជាការបង្ហាញឲ្យឃើញទិន្នន័យដែលមានតម្លៃនិងចំណុចខ្សោយផ្សេងៗរបស់ពួកគេយុទ្ធសាស្ត្រនៃការនិយាយអតិចជាងជាការចាំបាច់មិនត្រឹមតែបានផលសម្រាប់អ្នកដឹកនាំប្រទេសទេតែក៏ប្រើបានផលក្នុងជីវិតប្រចាំថ្ងៃរបស់យើងផងដែរពេលយើងនិយាយកាន់តែតិចយើងនឹងមើលទៅមានអាថ៌កំបាំងនិងមានអំណាចច្រើនឡើងក្នុងនាមជាសិល្បករវ័យក្មេងម្នាក់ Andy Warhol បានបង្ហាញឲ្យឃើញការពិតដែលថាវាមិនអាចទៅរួចទេដែលយើងធ្វើឲ្យអ្នកផ្សេងធ្វើរឿងដែលយើងចង់បានដោយការប្រាប់ឲ្យគេធ្វើពីព្រោះពួកគេនឹងជំទាស់បំផ្លាញតម្រូវការរបស់អ្នកមិនព្រមធ្វើតាមថ្ងៃមួយគេធ្លាប់ប្រាប់មិត្តភក្តិម្នាក់ថាខ្ញុំឃើញហើយថាលោកនឹងមានអំណាចច្រើនជាងមុនបើលោកមិនមាត់ហើយនៅជីវិតចុងក្រោយរហូតក៏ប្រើយុទ្ធសាស្ត្រនេះបានយ៉ាងជោគជ័យការផ្ដល់បទសម្ភាសន៍របស់គេមានតែពាក្យសម្ដីដែលគ្មានអ្វីជាក់លាក់ពួកគេនឹងនិយាយអ្វីដែលស្រពេចស្រពិលមិនច្បាស់លាស់ធ្វើឲ្យអ្នកសម្ភាសន៍ឈឺក្បាលជាមួយនឹងការស្វែងយល់ថាតើគេកំពុងនិយាយអ្វីឲ្យពិតប្រាកដហើយស្រមៃថាវាប្រកាសជាមានអ្វីនៅពីក្រោយពាក្យសម្ដីដែលស្ដាប់ទៅគ្មានន័យនោះហើយរហូតស្ទើរតែមិនដែលនិយាយពីការងាររបស់គេឡើយតែនឹងបណ្ដោយឲ្យអ្នកផ្សេងគិតន័យដោយខ្លួនឯងគេបានប្រាប់ថារៀនបច្ចេកទេសនេះពីកម្ពុជាមនុស្សអាថ៌កំបាំងម្នាក់ឈ្មោះថា Marcel McLuhan ជាសិល្បករនៃសតវត្សទី20អ្នកទៀតដែលយល់ច្បាស់តាំងពីក្មេងថាពេលនិយាយដល់ការងាររបស់ខ្លួនកាន់តែតិចអ្នកផ្សេងនឹងនិយាយដល់វាកាន់តែច្រើនការនិយាយតិចនេះវាស្មើនឹងអ្នកកំពុងបង្ហាញចេញយ៉ាងមានអត្ថន័យ
និងមានអំណាចពេលណាអ្នកនិយាយកាន់តែតិចហានិភ័យតែនឹងនិយាយរឿងល្ងងឬគ្រោះថ្នាក់ចេញមកក៏កាន់តែតិចដែរក្នុងឆ្នាំ1825ស្ដេចនីកូឡាស់ទី1របស់ប្រទេសរុស្ស៊ីបានឡើងសោយរាជ្យក៏ឃើញថាមានការបះបោរកើតឡើងដោយចលនាសេរីនិយមទាមទារឲ្យអភិវឌ្ឍប្រទេសឲ្យទាន់សម័យឬក្នុងន័យមួយទៀតគឺមានកំណែទម្រង់ឧស្សាហកម្មនិងស្រុកទេសឲ្យដល់ទាន់ប្រទេសផ្សេងៗនៅអឺរ៉ុបខាងរដ្ឋាភិបាលបានបង្ក្រាបការបះបោរនេះដែលមានឈ្មោះថា Decembrist Revolt យ៉ាងដាច់ខាតស្ដេចនីកូឡាស់ទី1សម្រេចចិត្តដាក់ទោសប្រហារជីវិតបុរសម្នាក់ក្នុងចំណោមមេដឹកនាំក្រុមបះបោរនោះគឺកុនត្រាទីរីលីយ៉ែវក្នុងថ្ងៃប្រហារជីវិតរីលីយ៉ែវឈរនៅលើក្តារដោយមានចំណងរឹតតឹងកនៅទីបំផុតក្តារដែលស្ថិតនៅក្រោមជើងអ្នកទោសញែកចេញជាពីរតែខណៈដែលរាងកាយរបស់រីលីយ៉ែវកំពុងយោរនេងរនងខ្សែរឹតកស្រាប់តែដាច់ធ្វើឲ្យខ្លួនរបស់គេធ្លាក់ទៅលើដីសម័យនោះហេតុការណ៍បែបនេះចាត់ទុកថាគឺជាសញ្ញារបស់ព្រះអង្គឬចេតនានៃឋានសួគ៌ពេលបុរសម្នាក់នេះរួចពីការប្រហារជីវិតដែលស្មើនឹងការទទួលបានការលើកលែងទោសពេលរីលីយ៉ែវព្យាយាមបានក្រោកឡើងនិងប្រកាសចិត្តហើយថាខ្លួនមានសុវត្ថិភាពហើយគេក៏ស្រែកទៅកាន់មហាជនថាឃើញហើយមែនទេនៅរុស្ស៊ីនេះពួកគេមិនដឹងទេថាគួរធ្វើរឿងផ្សេងៗយ៉ាងត្រឹមត្រូវយ៉ាងដូចម្តេចបើទោះជាការធ្វើខ្សែក៏ដោយអ្នកនាំសារប្រញាប់ធ្វើដំណើរទៅព្រះរាជវាំង Windsor ជាមួយដំណឹងការប្រហារជីវិតដែលមិនបានសម្រេចស្ដេចនីកូឡាស់ទី1ទោះជាមិនសពព្រះហឫទ័យនិងខកបំណងតែទ្រង់ក៏ឡាយព្រះហស្ថលើកលែងទោសតែក៏បានត្រាស់សួរថាតើរីលីយ៉ែវនិយាយអ្វីក្រោយពីហេតុការណ៍នេះកើតឡើងអ្នកនាំសារក៏ឆ្លើយថាក្រាបទូលព្រះអង្គគេប្រាប់ថានៅរុស្ស៊ីនេះមនុស្សមិនចេះធ្វើខ្សែទេក្រាបទូលស្ដេចត្រាស់ក៏ថាបើដូច្នោះយើងមកពិសោធន៍ឲ្យឃើញថាវាមិនដូចគេគិតទេហើយព្រះអង្គក៏ហែកឯកសារលើកលែងទោសស្អែកឡើងរីលីយ៉ែវត្រូវទាហានចាប់ជួរកម្ដងទៀតឃើញថាលើកនេះខ្សែមិនដាច់ទេមេរៀនដែលទទួលបានពីរឿងនេះគឺពេលពាក្យសម្ដីនិយាយចេញទៅហើយអ្នកគ្មានផ្លូវលេបពាក្យវិញបានទេដូច្នេះចូលគ្រប់គ្រងវាឲ្យបានជាពិសេសសម្ដីសោកសៀតព្រោះវាជះផលអាក្រក់ដល់អ្នកតួយ៉ាងព្រះគ្រូហោរានៃវិហារ Delphi ពេលអ្នកមករកពិភាក្សាជាមួយនឹងព្រះគ្រូហោរាហើយអ្នកបួសស្រីក៏និយាយស្ដាប់ទៅដូចមានអត្ថន័យសំខាន់ខ្លាំងហើយក៏គ្មាននរណាហ៊ានជំទាស់ពាក្យសម្ដីរបស់ព្រះគ្រូហោរាឡើយព្រោះអ្នកបួសទាំងអស់នេះជាអ្នកមានអំណាចលើជីវិតនិងសេចក្តីស្លាប់សរុបមកចូលកុំហើបមាត់និយាយមុនអ្នកនៅក្រោមបង្គាប់បញ្ជាព្រោះបើអ្នកធ្វើខ្លួនស្ងប់ស្ងៀមកាន់តែយូរពួកគេនឹងដណ្ដើមអ្នកនិយាយហើយអ្នកនឹងយល់ពីចេតនាពិតប្រាកដរបស់ពួកគេបើស្ដេចមិនធ្វើខ្លួនមានអាថ៌កំបាំងទេមហាមន្ត្រីទូតធំនឹងឈ្មោះឱកាសរកតែប្រយោជន៍ដាក់ខ្លួនច្បាប់ទី5ចូលប្រើគេឈ្មោះឲ្យកើតជាប្រយោជន៍និងរក្សាវាទុកឲ្យបានគង់វង្សពាក្យណែនាំគេឈ្មោះគឺជាគ្រឹះនៃអំណាចអ្នកអាចប្រើវាដើម្បីគំរាមនិងយកឈ្នះបានតែពេលកើតបញ្ហាទាក់ទងនឹងគេឈ្មោះស្មើនឹងអ្នកមានចំណុចខ្សោយនិងបើកឱកាសឲ្យសត្រូវវាយលុកបានគ្រប់ច្រកដូច្នេះត្រូវត្រៀមខ្លួន
សម្រាប់ការវាយប្រហារមុននឹងវាកើតឡើងស្របគ្នានេះក៏ត្រូវរៀនកម្ចាត់សត្រូវដោយការរកចន្លោះប្រហោងក្នុងកេរ្តិ៍ឈ្មោះរបស់ភាគីម្ខាងទៀតរួចថយចេញមកបណ្ដោយឲ្យសាធារណជនចាត់ការគ្នាដោយខ្លួនឯងគន្លឹះឆ្ពោះទៅរកអំណាចអ្នកនៅជុំវិញខ្លួនយើងព្រមទាំងមិត្តភក្តិជិតស្និទ្ធបំផុតរបស់យើងតែងធ្វើខ្លួនអាថ៌កំបាំងឬពិបាកនឹងស្មានចិត្តក្នុងកម្រិតមួយមានអាថ៌កំបាំងអ្វីម្យ៉ាងដែលគេមិនដែលបង្ហាញឲ្យយើងដឹងអាថ៌កំបាំងឬការមិនទាក់ទងនឹងបុគ្គលផ្សេងនេះឯងដែលវាអាចសាងភាពរំខានចិត្តដល់យើងបើយើងប្រើពេលវេលាគិតដល់រឿងនេះច្រើនដោយសារវាធ្វើឲ្យពិបាកនឹងវិនិច្ឆ័យអ្នកផ្សេងថាគេជាមនុស្សបែបណាទើបយើងសម្រេចចិត្តមិនខ្វល់ពីការពិតនេះហើយវិនិច្ឆ័យមនុស្សពីសម្បកក្រៅឬចំពោះអ្វីដែលភ្នែកយើងមើលឃើញតែប៉ុណ្ណោះនេះជាហេតុផលដែលធ្វើឲ្យការបង្កើតនិងការរក្សាកេរ្តិ៍ឈ្មោះដែលយើងជាអ្នកបង្កើតឡើងដោយខ្លួនឯងមានសារៈសំខាន់ខ្លាំងកេរ្តិ៍ឈ្មោះនិងការពារអ្នកក្នុងហ្គេមនៃការបង្ហាញចេញដ៏គ្រោះថ្នាក់និងជាការទាញការចាប់អារម្មណ៍ឬខ្សែភ្នែកចាប់កំហុសរបស់អ្នកផ្សេងពីអ្វីដែលជាសភាពពិតរបស់អ្នកហើយក៏ធ្វើឲ្យអ្នកមានប្រៀបលើការសម្រេចចិត្តឬការវិនិច្ឆ័យរបស់សាធារណជនដែលមានចំពោះអ្នកជាដំបូងអ្នកត្រូវធ្វើការយ៉ាងធ្ងន់ធ្ងរដើម្បីសាងកេរ្តិ៍ឈ្មោះឲ្យបានសិនគឺអាចជាភាពចិត្តទូលាយភាពស្មោះត្រង់ឬភាពឆ្លាតវៃជាដើមគុណសម្បត្តិទាំងនេះនឹងធ្វើឲ្យអ្នកលេចធ្លោនិងធ្វើឲ្យអ្នកផ្សេងនិយាយដល់អ្នកបន្ទាប់មកក៏ធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់អ្នកកាន់តែរីកសុសសាយច្រើនឡើងកេរ្តិ៍ឈ្មោះដែលគង់វង្សនឹងជួយបង្កើនប្រជាប្រិយភាពនិងភាពរឹងមាំឬអំណាចអ្នកមិនចាំបាច់ប្រើកម្លាំងក្រៅពីនេះក៏ជួយបង្កើតរស្មីចេញពីខ្លួនអ្នកដែលជួយបង្កើនការគោរពកោតក្រែងពីអ្នកដទៃមានចំពោះអ្នកក្នុងសមរភូមិសមុទ្រខ្សាច់នៅអាហ្វ្រិកខាងជើងកាលពីសង្គ្រាមលោកលើកទី2មេបញ្ជាការ Erwin Rommel របស់កងទ័ពអាល្លឺម៉ង់មានកេរ្តិ៍ឈ្មោះដ៏ល្បីក្នុងនាមជាមេទ័ពដែលឆ្លាតវៃនិងកំពូលល្បិចដែលសាងភាពខ្លាចរអាគ្រប់គ្នាដែលប្រឈមមុខជាមួយគេសូម្បីពេលដែលគេចាប់ផ្ដើមបាត់បង់កម្លាំងរបស់ខ្លួននិងពេលដែលកងរថក្រោះអង់គ្លេសមានចំនួនច្រើនជាងរបស់គេទៅដល់5 ដងក៏ដោយក៏ធ្វើឲ្យមនុស្សទូទាំងទីក្រុងនាំគ្នាជម្លៀសខ្លួនចេញពេលមានដំណឹងថាកងទ័ពរបស់គេជិតមកដល់ដូច្នេះកេរ្តិ៍ឈ្មោះជារឿងសំខាន់សម្រាប់អ្នកហើយបើវាជួយបង្កើនការគោរពកោតក្រែងដល់អ្នកវានឹងជួយឲ្យភារកិច្ចផ្សេងៗរបស់អ្នកសម្រេចបានមុននឹងបង្ហាញខ្លួនឬមិនចាំបាច់ហាមាត់បញ្ជាចូលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់អ្នកមានមូលដ្ឋានឈរលើគុណភាពដ៏មានតម្លៃវាប្រៀបដូចដែលមនុស្សមានសមត្ថភាពក្នុងការទាក់ទាញចិត្តមនុស្សហើយវានឹងក្លាយជានាមប័ណ្ណដែលប្រកាសបង្ហាញខ្លួនរបស់អ្នកបើជាកេរ្តិ៍ឈ្មោះនៃភាពស្មោះត្រង់វានឹងធ្វើឲ្យអ្នកបន្លំភ្នែកឬបញ្ឆោតអ្នកដទៃបានកេរ្តិ៍ឈ្មោះប្រៀបបាននឹងទ្រព្យសម្បត្តិដែលត្រូវសន្សំនិងរក្សាដោយប្រុងប្រយ័ត្នជាពិសេសពេលដែលអ្នកចាប់ផ្ដើមរកបានជាលើកដំបូងគឺអ្នកត្រូវការពារវាឲ្យបានល្អហើយប្រុងប្រយ័ត្នចំពោះការវាយប្រហារខណៈដែលការវាយប្រហារកេរ្តិ៍ឈ្មោះអ្នកដទៃចាត់ទុកថាជាអាវុធដែលមានអានុភាពជាពិសេសករណីដែលអ្នកមានអំណាចទាបជាងពីព្រោះក្នុងសង្គ្រាមលក្ខណៈបែបនេះគូប្រជែងរបស់អ្នកនឹងបាត់បង់ច្រើនជាងដូច្នេះបើត្រូវការវាយប្រហារអ្នកណាត្រូវធ្វើក្នុងកម្រិតសមរម្យពីព្រោះបើជ្រុលពេកវានឹងក្លាយជាការទាញការចាប់អារម្មណ៍
រឿងសងសឹកបើគេឈ្មោះរបស់អ្នករឹងមាំហើយចូលប្រើវិធីដែលធ្ងន់ជាងនេះដូចជាការចំអកសោកសៀតបញ្ឈឺដើម្បីធ្វើឲ្យភាគីម្ខាងទៀតមើលទៅអន់ជាងមុនតួយ៉ាងអណ្ដូងរ៉ែមួយកន្លែងដែលពោរពេញដោយពេជ្រនិងត្បូងដោយអ្នកជីកចុះទៅរហូតទាល់តែបានឃើញវាដល់ពេលនេះអ្នកក៏ជឿជាក់លើភាពស្តុកស្តម្ភហើយត្រូវរក្សាវាដោយជីវិតពីព្រោះចោរអាចនឹងឆក់ឱកាសមកលួចពេលណាក៏បានតួយ៉ាងបើដូច្នោះយើងគួរតែសង្ឃឹមថាបណ្ដាបរិវាររបស់យើងនឹងបង្កើនគុណតម្លៃក្នុងខ្លួនពួកគេដើម្បីឲ្យជឿជាក់ថាពេលណាដែលពួកគេត្រូវទៅតំបន់ផ្សេងកេរ្តិ៍ឈ្មោះដែលល្អរបស់ពួកគេត្រូវទៅដល់មុនពីព្រោះកេរ្តិ៍ឈ្មោះនឹងនៅដក់ជាប់ក្នុងចិត្តមនុស្សចំនួនច្រើនវានឹងក្លាយជាភាពជឿជាក់លើអំពើល្អរបស់មនុស្សម្នាក់ដោយមិនមានអ្នកណាឬសត្រូវណាអាចដណ្ដើមបានហើយវាក៏អាចបង្កើនភាពរឹងមាំកាន់តែខ្លាំងឡើងក្នុងចិត្តមនុស្សដែលអ្នកត្រូវបានបញ្ចុះបញ្ចូលដូចគ្នាសត្វអមាល់មួយក្បាលមានឈ្មោះថា Pintail ប្រាថ្នាចង់ធ្វើអ្វីម្យ៉ាងដើម្បីធ្វើឲ្យខ្លួនឯងមានឈ្មោះល្បីរហូតរៀងទៅដូច្នេះថ្ងៃមួយទើបវាលួចចូលរាជដំណាក់ហើយទិញព្រះបុត្រាតូចដែលផ្ទុំលើគ្រែព្រះបុត្រាតូចភ្ញាក់ឡើងស្រែកយំព្រះរាជានិងមន្ត្រីរាជដំណាក់ក៏ប្រញាប់មកមើលថាតើមានអ្វីកើតឡើងព្រះបុត្រាស្រែកយំសំឡេងយ៉ាងខ្លាំងរាល់លើកដែលអមាល់ទិចម្ដងហើយម្ដងទៀតមន្ត្រីក្នុងរាជដំណាក់ព្យាយាមជួយគ្នាដេញចាប់អមាល់តែវាក៏តបវិញដោយការទិញរាល់លើកតែស្រឡាយរាជវង្សគ្រប់ព្រះអង្គនាំគ្នាមកដំណឹងក៏ខ្ទោកទាយពេញនគររហូតប្រជាជននាំគ្នាមករាជវាំងទូទាំងនគរកើតចលាចលកិច្ចការគ្រប់យ៉ាងជាប់គាំងសត្វអមាល់និយាយប្រាប់ខ្លួនឯងមុនដាច់ខ្យល់ថាឈ្មោះដែលគ្មានកិត្តិស័ព្ទដូចភ្លើងដែលគ្មានពន្លឺហើយក៏ប្រហែលគ្មានអ្វីប្រៀបស្មើនឹងការទាមទារការចាប់អារម្មណ៍ទៀតទេច្បាប់ទី6ព្យាយាមទាក់ទាញការចាប់អារម្មណ៍គ្រប់វិធីសាស្ត្រពាក្យណែនាំមនុស្សយើងតែងវិនិច្ឆ័យគ្រប់យ៉ាងត្រឹមសម្បកក្រៅប៉ុណ្ណោះអ្វីដែលមើលមិនឃើញមិនមានតម្លៃអ្វីដូច្នេះចូលកុំបណ្ដោយឲ្យខ្លួនឯងត្រូវបាត់បង់ចេញពីការចងចាំរបស់អ្នកផ្សេងហ៊ានចេញមកព្យាយាមធ្វើខ្លួនឲ្យលេចធ្លោព្យាយាមធ្វើខ្លួនជាមេដែកទាក់ទាញការចាប់អារម្មណ៍ដោយការធ្វើរឹកពាដូចអ្នកធំនឹងមើលទៅអាថ៌កំបាំងជាងមនុស្សទូទៅដែលគ្មានមន្តស្នេហ៍និងកំសាភ្នែកសពន្លឺឆ្ពោះទៅរកអំណាចការធ្វើខ្លួនលេចធ្លោជាងអ្នកដទៃមិនមែនជាជំនាញដែលមានជាប់ខ្លួនពីកំណើតទេអ្នកត្រូវរៀនទាញការចាប់អារម្មណ៍របស់អ្នកដទៃឲ្យបានឲ្យដូចជាមេដែកដូច្នេះពេលដែលអ្នកចាប់ផ្ដើមធ្វើការចូលចងកេរ្តិ៍ឈ្មោះរបស់អ្នកទៅជាមួយនឹងបុគ្គលលក្ខណៈនោះដើម្បីធ្វើឲ្យអ្នកខុសប្លែកពីអ្នកដទៃបុគ្គលិកលក្ខណៈអាចជាការតែងខ្លួនដែលមានលក្ខណៈពិសេសជាសកម្មភាពអ្វីម្យ៉ាងដែលផ្ដល់ភាពរីករាយដល់អ្នកផ្សេងឬធ្វើឲ្យពួកគេត្រូវបាននិយាយដល់ញឹកញាប់តែមនុស្សភាគច្រើនតែងយល់ច្រឡំមកថាបុគ្គលិកលក្ខណៈពិសេសរបស់ខ្លួនត្រូវជាអ្វីដែលច្បាស់លាស់ការវាយប្រហារចាត់ទុកជារឿងដែលមិនអាចទទួលយកបានតែការពិតគឺការពិតបើមិនចង់ល្បីតែមួយឆាវមិនត្រូវពឹងលើអំណាចរបស់អ្នកដទៃឡើយក្នុងដំណាក់កាលរបស់ព្រះចៅលូអ៊ីសទី14គឺសម្បូរទៅដោយអ្នកនិពន្ធសិល្បករអ្នកបម្រើប្រុសស្រីដែលពោរពេញដោយសមត្ថភាពតែក៏គ្មានអ្នកណាលេចធ្លោដូចជាអុកញ៉ាដូចដឺឡូសាន់លោកអុកញ៉ាជាបរិះខ្លួនទាបខ្លាំងរហូតមើលទៅដូចមនុស្សទឿ
គេធ្វើទង្វើអសិលធម៌ដូចជាការដេកជាមួយស្រីស្នំរបស់ព្រះចៅលូអ៊ីស ចូលចិត្តនិយាយប្រមាថមើលងាយមនុស្សសាសន៍ដទៃ មិនលើកលែងសូម្បីតែស្ដេចរបស់ខ្លួន តែព្រះចៅលូអ៊ីសបែរជាចូលចិត្តទង្វើចម្លែករបស់លោកអុកញ៉ានេះយ៉ាងខ្លាំង រហូតដល់ថ្នាក់ឲ្យគេមកបង្ហាញខ្លួននៅរាជវាំងជាប្រចាំ រឿងនេះមិនពិបាកយល់ទេ ព្រោះលក្ខណៈពិសេសខុសគេរបស់លោកអុកញ៉ាអាចទាញការចាប់អារម្មណ៍មនុស្សបាន អ្នកណាក៏ចង់នៅក្បែរដែរ សង្គមមួយបង្កើតរូបភាពមនុស្សឲ្យមើលទៅលើសពីការពិត លើសស្តង់ដារសកលទូទៅ ដូច្នេះចូរកុំខ្លាចគុណសម្បត្តិដែលធ្វើឲ្យអ្នកលេចធ្លោ និងជាទីចាប់អារម្មណ៍ ព្យាយាមបង្កើតព្រឹត្តិការណ៍ឲ្យខ្លួនឯង ឬសូម្បីរឿងរ៉ាវអាស្រូវ ព្រោះត្រូវមនុស្សវាយប្រហារប្រសើរជាងគ្មានអ្នកណាចាប់អារម្មណ៍ តែកុំធ្វើហួសដែនកំណត់ បើអ្នកឃើញថាខ្លួនឯងក្នុងឋានៈតូចទាប គ្មានឱកាសក្នុងការទាមទារការចាប់អារម្មណ៍ យុទ្ធសាស្ត្រល្អបំផុតគឺចូលវាយប្រហារមនុស្សដែលលេចធ្លោ មានកេរ្តិ៍ឈ្មោះ និងមានអំណាចបំផុត តួយ៉ាងដូចពេលដែលពេដ្រូអារ៉េទីណូ កម្លោះអ្នកបម្រើជនជាតិរ៉ូម៉ាំងដែលរស់នៅក្នុងសម័យដើមសតវត្សទី 16 ត្រូវការឲ្យខ្លួនទទួលការចាប់អារម្មណ៍ក្នុងនាមជាកវីនិពន្ធ ទើបសម្រេចចិត្តបញ្ចេញកំណាព្យឌឺដង និងមើលងាយស្ដេចបាបពីទម្លាប់ចូលចិត្តចិញ្ចឹមកូនដំរីរបស់ព្រះអង្គ ហេតុការណ៍លើកនេះក៏ធ្វើឲ្យណារ៉េទីណូទទួលបានការចាប់អារម្មណ៍ពីសាធារណជនយ៉ាងខ្លាំង ការវាយប្រហារបុគ្គលដែលមានអំណាចនឹងធ្វើឲ្យទទួលបានលទ្ធផលស្រដៀងគ្នានេះ តែចូរចងចាំថាក្រោយពីអ្នកទទួលបានការចាប់អារម្មណ៍ពីសាធារណជនហើយ កុំប្រើបច្ចេកទេសនេះខ្ជះខ្ជាយពេក ពេលអ្នកក្លាយជាបុគ្គលគួរឲ្យចាប់អារម្មណ៍ហើយ អ្នកត្រូវរក្សាវាដោយការទទួល ហើយកែសម្រួលវិធីទាក់ទាញការចាប់អារម្មណ៍ជានិច្ច ព្រោះបើមិនកែសម្រួលទេ សាធារណជននឹងចាប់ផ្ដើមធុញទ្រាន់ លែងចាប់អារម្មណ៍ និងងាកទៅរកបុគ្គលលេចធ្លោថ្មី តែហ្គេមនេះត្រូវមានការប្រុងប្រយ័ត្ន ដូចជា Pablo Picasso មិនដែលបណ្ដោយខ្លួនឡើយ ប្រសិនបើគេឃើញថាឈ្មោះរបស់គេចងជាប់ជាមួយនឹងលក្ខណៈអ្វីម្យ៉ាងខ្លាំងពេក គេនឹងធ្វើឲ្យសាធារណជនខកបំណង ដោយការបញ្ចេញសៀវភៅគំនូរថ្មីដែលខុសពីការរំពឹងទុករបស់មនុស្សភាគច្រើន ព្រោះគេជឿថាសុខចិត្តធ្វើអ្វីដែលគួរឲ្យស្អប់និងគួរឲ្យធុញ ល្អជាងបណ្ដោយឲ្យមនុស្សចាប់ផ្ដើមស៊ាំនឹងការងាររបស់គេ អ្នកត្រូវយល់ថាមនុស្សយើងនឹងមានអារម្មណ៍ពិសេសចំពោះមនុស្សណាដែលមិនអាចទាញសកម្មភាព ឬទង្វើម្នាក់នោះបាន បើអ្នកបង្ហាញឲ្យពួកគេឃើញថាអ្នកណាជាអ្នកគ្រប់គ្រងយ៉ាងពិតប្រាកដដោយការលេងហ្គេមដែលខុសពីការរំពឹងទុករបស់ពួកគេ អ្នកនឹងទទួលបានការគោរព និងការទាក់ទាញចាប់អារម្មណ៍របស់ពួកគេបានច្រើនជាងមុន តួយ៉ាងពន្លឺចាំងមកលើឆាកសម្ដែង មនុស្សដែលចូលទៅបង្ហាញខ្លួននៅក្រោមពន្លឺចិញ្ចែងចិញ្ចាច គឺមនុស្សដែលលេចធ្លោបំផុត ប្រសើរភ្នែកមនុស្សគ្រប់គ្នាសម្លឹងមើលទៅគេម្នាក់នោះ តែនៅក្រោមពន្លឺដ៏តូចនោះ វានឹងមានប្រឡោះសម្រាប់ការបង្ហាញខ្លួនរបស់តារាសម្ដែងបានតែម្នាក់ប៉ុណ្ណោះ ដូច្នេះចូរធ្វើឲ្យការបង្ហាញចេញរបស់អ្នកមើលទៅអស្ចារ្យ រហូតពន្លឺនោះចង់មករកអ្នកតែម្នាក់គត់ប៉ុណ្ណោះ សរុបមក ព្យាយាមបង្ហាញខ្លួនឯងជានិច្ច ព្រោះអ្វីដែលអ្នកមើលមិនឃើញ ក៏ដូចជាអ្វីដែលគ្មានរូបរាងពិតប្រាកដ ពន្លឺទៅវិញទេ ដែលបង្កើតការច្នៃប្រឌិត មុននឹងបញ្ចេញរស្មី ការបង្ហាញចេញជួយបំពេញចន្លោះប្រហោង បិទបាំងចំណុចខ្សោយ និងបង្កើតជីវិតថ្មី ជាពិសេសបើអ្នកទទួលបានការគាំទ្រដោយអំពើល្អពិតប្រាកដ
ច្បាប់ទី7ឲ្យអ្នកផ្សេងហត់ជំនួសតែចូលទទួលការកត់សរសើរដោយខ្លួនឯងពាក្យណែនាំចូលប្រើសន្តិបញ្ញាចំណេះដឹងនិងកម្លាំងរបស់អ្នកផ្សេងដើម្បីបំពេញគោលដៅរបស់អ្នកព្រោះវាមិនត្រឹមតែជួយអ្នកសន្សំសំចៃពេលវេលានិងថាមពលដ៏មានតម្លៃរបស់អ្នកទេថែមទាំងជួយបង្កើនរស្មីនៃភាពជាបុគ្គលដែលមានប្រសិទ្ធភាពនិងជំនាញរបស់អ្នកផងដែរទីបំផុតជំនួយការរបស់អ្នកនឹងត្រូវបំភ្លេចខណៈដែលអ្នកនឹងស្ថិតក្នុងការចងចាំដូច្នេះចូលកុំធ្វើរឿងដែលអ្នកផ្សេងអាចធ្វើជំនួសអ្នកបានគន្លឹះឆ្ពោះទៅរកអំណាចពិភពនៃអំណាចមានសកម្មភាពប្រែប្រួលដូចជាព្រៃឈើត្រង់ថាមានអ្នករស់នៅចិញ្ចឹមជីវិតដោយការប្រមាញ់និងសម្លាប់ទៅលើសត្វលោកជាច្រើនទៀតដូចជាឆ្កែចចកខ្លាឬតោជាដើមដែលរស់នៅដោយការសម្លាប់សត្វដទៃចំពោះមនុស្សប្រភេទនេះជាមនុស្សដែលមានការស្រមើស្រមៃតិចជាងនិងគ្មានសមត្ថភាពធ្វើការជាពិសេសការបង្កើតអំណាចតែពួកគេដឹងដំបូងហើយថាបើរងចាំបន្តិចទៀតនឹងអាចរកអ្នកផ្សេងឲ្យហត់ជំនួសបានដូច្នេះត្រូវរៀនប្រើល្បិចខ្លះព្រោះខណៈដែលអ្នកកំពុងលះបង់កម្លាំងកាយចិត្តទៅលើគម្រោងអ្វីមួយនឹងមានអ្នកដែលធ្វើខ្លួនដូចជាសត្វថ្មាតដែលរងចាំលួចគំនិតពីអ្នកពេលដែលមានឱកាសជំនួសការដែលត្រូវឈឺក្បាលជាមួយនឹងរឿងនេះឬបំផ្លាញខ្លួនឯងដោយការខ្វល់ច្រើនវិធីដែលល្អបំផុតគួរក្រោកឡើងមកការពារខ្លួនឯងហើយចូលរួមលេងហ្គេមនៃអំណាចប្រសិនបើអ្នកអាចបង្កើតមូលដ្ឋាននៃអំណាចដែលរឹងមាំបានអ្នកក៏មិនខុសពីសត្វថ្មាតតែបានសន្សំសំចៃពេលវេលានិងថាមពលរបស់ខ្លួនបានច្រើនក្នុងពេលវេលាចុងក្រោយនៃជីវិតរបស់វិចិត្រករ Peter Horobin គេរកឃើញថាគំនូររបស់គេទទួលបានការចាប់អារម្មណ៍ខ្លាំងពីអតិថិជនដូច្នេះទើបគេបានបង្កើតប្រព័ន្ធមួយឡើងមកពោលគឺគេបានជួលវិចិត្រករដែលមានថ្វីដៃល្អមកជាច្រើនអ្នកមិនថាជំនាញគ្រឿងតុបតែងជំនាញរឿងឆាកខាងក្រោយនិងផ្សេងស្របនេះ Robin ក៏បានបង្កើតក្រុមផលិតខ្នាតធំដោយរាល់លើកដែលមានអតិថិជនសំខាន់ចូលមក Studio Robin នឹងដេញវិចិត្រករស៊ីឈ្នួលចេញទៅក្រៅពេញមួយថ្ងៃហើយខណៈដែលអតិថិជនអង្គុយមើលពីរបៀបនោះ Robin នឹងធ្វើញាប់ដៃញាប់ជើងបែបអ្នកជំនាញរឿងនេះបានធ្វើឲ្យអតិថិជនត្រឡប់ទៅវិញដោយមានអារម្មណ៍ស្ងប់ស្ងាត់ចំពោះបុរសដ៏អស្ចារ្យនេះដែលអាចបង្កើតស្នាដៃដ៏ប្រណិតចំនួនច្រើនបានក្នុងពេលដ៏ខ្លីនេះជាសារៈសំខាន់នៃច្បាប់ដែលថាចូលរៀនពីវិធីធ្វើឲ្យអ្នកដទៃធ្វើការជំនួសអ្នកដោយអ្នកជាអ្នកទទួលបានគុណសម្បត្តិនិងមើលទៅជាមនុស្សរឹងមាំនិងមានអំណាចដូចស្ដេចបើអ្នកគិតថាចាំបាច់ត្រូវធ្វើការងារអ្វីគ្រប់យ៉ាងដោយខ្លួនឯងអ្នកគ្មានថ្ងៃបានទៅឆ្ងាយទេដូច្នេះចូលរកមនុស្សដែលមានជំនាញនិងគំនិតច្នៃប្រឌិតដោយអាចប្រើវិធីជួលឲ្យធ្វើការជាដើមតែមនុស្សរបស់អ្នកត្រូវនៅលើពួកគេឬរកវិធីធ្វើឲ្យស្នាដៃរបស់ពួកគេក្លាយជារបស់អ្នកយើងក៏អាចយកច្បាប់នេះទៅប្រើក្នុងរឿងផ្សេងបានផងដែរដោយមិនចាំបាច់ត្រូវពឹងលើកម្លាំងរបស់អ្នកដទៃនោះគឺប្រើឃ្លាំងសតិបញ្ញានិងចំណេះដឹងឲ្យកើតជាប្រយោជន៍ដែល Isaac Newton ហៅថាការឈរនៅលើស្មារបស់យក្សមានន័យថារបបកំហើញរបស់គាត់កើតឡើងពីភាពជោគជ័យឬបរាជ័យរបស់អ្នកដទៃគាត់ដឹងច្បាស់ថាពន្លឺចែងចាំងនៃភាពអច្ឆរិយៈរបស់គាត់ភាគច្រើន
កាត់ពីសមត្ថភាពក្នុងការប្រើប្រយោជន៍ពីការរកឃើញឬសន្តិបញ្ញារបស់អ្នកវិទ្យាសាស្ត្របែបបុរាណ ដូច្នេះចូលរៀនការប្រើប្រយោជន៍ពីចំណេះដឹងដែលមានតាំងពីបុរាណ ព្រោះវានឹងធ្វើឲ្យអ្នកមើលទៅដូចមនុស្សអច្ឆរិយៈ បើទោះតាមពិតទៅ អ្នកគ្រាន់តែជាមនុស្សដែលខ្ចីគំនិតអ្នកផ្សេងដែលឆ្លាតយកមកប្រើតែប៉ុណ្ណោះ Bismarck ធ្លាប់និយាយថា មនុស្សល្ងង់និយាយថាខ្លួនរៀនពីបទពិសោធន៍ តែខ្ញុំចូលចិត្តស្វែងរកប្រយោជន៍ពីបទពិសោធន៍របស់អ្នកដទៃច្រើនជាង តួយ៉ាង បើព្រានព្រៃទុកចិត្តភាពរឹងមាំរបស់រទេះសេះ ហើយប្រើប្រយោជន៍ពីកម្លាំងជើងរបស់សេះទាំង6ក្បាល រួចបណ្តាលឲ្យវ៉ាងលៀងជាអ្នកបរទេះសេះ គេនឹងមិនចាំបាច់ហត់ឡើយ ហើយអាចដេញសត្វព្រៃដ៏សែនរហ័សបានយ៉ាងសប្បាយ សរុបមក ឧទាហរណ៍ថា ព្រានព្រៃមិនចាប់អារម្មណ៍រទេះសេះ និងមិនឃើញពីប្រយោជន៍របស់ជើងសេះទាំង6ក្បាល និងជំនាញរបស់វ៉ាងលៀងហើយដេញតាមសត្វព្រៃដោយខ្លួនឯង គេក៏ប្រហែលជាគ្មានថ្ងៃតាមទាន់សត្វព្រៃទេ តាមពិតគ្រាន់តែមានសេះល្អ និងរទេះសេះដែលរឹងមាំ ក៏អាចចាប់សត្វព្រៃបានដោយងាយហើយ មេទ័ពដែលល្អរមែងធ្វើឲ្យអ្នកផ្សេងចូលមករកខ្លួន មិនមែនខ្លួនជាភាគីចូលរកអ្នកដទៃទេ ពោលគឺ ពេលអ្នកធ្វើឲ្យសត្រូវចូលរកអ្នក កម្លាំងរបស់ពួកគេនឹងថយចុះ ឬបាត់កម្លាំង ដរាបណាដែលអ្នកមិនមែនជាភាគីចូលរកពួកគេ កម្លាំងរបស់អ្នកនឹងពេញជានិច្ច ច្បាប់ទី 8 ធ្វើឲ្យអ្នកដទៃជាអ្នកចូលមករក ប្រើរបស់បញ្ឆោតចិត្តប្រសិនបើចាំបាច់ ពាក្យណែនាំ បើអ្នកជាអ្នកបង្ខំអ្នកដទៃឲ្យធ្វើរឿងអ្វីម្យ៉ាង មានន័យថាអ្នកជាអ្នកគ្រប់គ្រង ការធ្វើឲ្យភាគីម្ខាងទៀតជាអ្នកចូលមករកអ្នក វារមែងជាការល្អជាង ព្រោះវាធ្វើឲ្យភាគីម្ខាងនោះបោះបង់ផែនការរបស់ខ្លួន ចូលមកបោកបញ្ឆោតគេដោយផលប្រយោជន៍ដែលមិនគួរឲ្យជឿ រួចសុំវាយប្រហារតាមក្រោយ ត្រឹមប៉ុណ្ណឹង សន្លឹកបៀធំក៏ស្ថិតនៅក្នុងដៃរបស់អ្នករួចទៅហើយ ឬឆ្ពោះទៅរកអំណាច រូបភាពហេតុការណ៍ស្រដៀងគ្នានេះកើតឡើងម្ដងហើយម្ដងទៀត ក្នុងប្រវត្តិសាស្ត្រ អ្នកដឹកនាំដែលឆេវឆាវជាអ្នកផ្ដួចផ្ដើមសកម្មភាព ដែលហ៊ានប្រថុយ ដែលធ្វើឲ្យគេមានអំណាចខ្លាំងក្នុងពេលដំបូង ប៉ុន្តែអំណាចរបស់គេនឹងកើនឡើងដល់ចំណុចខ្ពស់បំផុតយ៉ាងសន្សឹម មិនយូរប៉ុន្មាន គ្រប់គ្នាក៏ងាកមករកគេ បណ្ដាគូបដិបក្ខរបស់គេនឹងចាប់ផ្ដើមរួមដៃគ្នា ធ្វើឲ្យគេត្រូវព្យាយាមអស់ពីលទ្ធភាពក្នុងការរក្សាអំណាចរបស់ខ្លួន ទីបំផុតក៏អស់កម្លាំងហែកដួល ហេតុផលដែលអធិប្បាយថា ហេតុអ្វីក៏ហេតុការណ៍បែបនេះកើតឡើងម្ដងហើយម្ដងទៀត ពីព្រោះមនុស្សដែលឆេវឆាវ រមែងគ្មានសមត្ថភាពគ្រប់គ្រងខ្លួនឯង មិនអាចមើលវែងឆ្ងាយ គេមើលមិនឃើញលទ្ធផលនៃការឆេវឆាវរបស់ខ្លួន ដោយសារគេទៅជំរុញឲ្យតបចំពោះសកម្មភាពរបស់គូបដិបក្ខដែលមានចំនួនច្រើនឡើង ហើយគិតតែពីតបតលទ្ធផលដែលមើលមិនឃើញពីទង្វើឆេវឆាវរបស់គេ ជាហេតុធ្វើឲ្យថាមពលដ៏ហូរហៀររបស់គេកំពុងវាយបកមករកគេវិញ ក្នុងពិភពនៃអំណាច អ្នកត្រូវសួរខ្លួនឯងថា បើខ្ញុំមិនដែលមានអារម្មណ៍ថាខ្លួនឯងជាអ្នកគ្រប់គ្រងហ្គេម តើចំណុចនៃការប្រមាញ់គឺជាអ្វី ព្យាយាមកែបញ្ហា និងបំផ្លាញសត្រូវរបស់អ្នកឲ្យបានមែនទេ ហេតុអ្វីក៏ខ្ញុំត្រូវតបតស្ថានការណ៍គ្រប់ពេលវេលា ជំនួសការធ្វើជាអ្នកដឹកនាំ ចម្លើយគឺងាយណាស់ គំនិតទាក់ទងនឹងអំណាចរបស់អ្នកនៅមិនត្រឹមត្រូវទេ អ្នកធ្វើខុសដោយការប្រើទង្វើដែលឆេវឆាវជំនួសឲ្យការធ្វើទង្វើដែលមានប្រសិទ្ធភាព
ជាញឹកញាប់ដែលទង្វើដែលត្រូវចាត់ទុកថាមានប្រសិទ្ធភាពនោះ ការឈរនៅខាងក្រោយព្យាយាមស្ងប់ចិត្តនិងបណ្ដោយឲ្យអ្នកផ្សេងត្រូវខកបំណងដោយសារអន្ទាក់ដែលអ្នកដាក់ចូលលេងដើម្បីអំណាចក្នុងរយៈពេលវែងជំនួសឲ្យជ័យជំនះរយៈពេលខ្លីចូរចងចាំថាសារៈសំខាន់នៃអំណាចគឺសមត្ថភាពក្នុងការរក្សាភាពជាអ្នកព្រួយផ្ដើមការធ្វើឲ្យអ្នកផ្សេងត្រូវតបតចំពោះសកម្មភាពរបស់អ្នកធ្វើឲ្យភាគីម្ខាងទៀតនិងអ្នកនៅជុំវិញខ្លួនជាអ្នកទប់ទល់ពេលអ្នកធ្វើឲ្យអ្នកផ្សេងចូលមករកអ្នកបានហើយអ្នកនឹងក្លាយជាអ្នកគ្រប់គ្រងស្ថានភាពនិងជាអ្នកគ្រប់គ្រងអំណាចមនុស្សគ្រប់គ្នាសុទ្ធតែមានថាមពលក្នុងខ្លួនតែមានត្រឹមរយៈពេលមួយប៉ុណ្ណោះតែមានថាមពលរបស់យើងអាចឡើងដល់ចំណុចខ្ពស់បំផុតហើយពេលណាដែលអ្នកអាចធ្វើឲ្យអ្នកផ្សេងចូលមករកអ្នកស្មើនឹងគេគ្មានរនាំងការពារហើយត្រូវបាត់បង់ថាមពលរបស់ខ្លួនខណៈចូលមករកអ្នកចំណុចល្អមួយទៀតនៃការធ្វើឲ្យភាគីម្ខាងទៀតជាអ្នកចូលមករកអ្នកគឺវាជាការបង្ខំឲ្យពួកគេត្រូវប្រតិបត្តិការឬចូលមកក្នុងអាណាចក្ររបស់អ្នកហើយការដែលពួកគេត្រូវលេងនៅក្នុងទឹកដីរបស់អ្នកផ្សេងពួកគេនឹងធ្វើអ្វីមិនត្រូវព្រោះមិនស្គាល់ភូមិសាស្ត្រនិងសត្រូវច្បាស់ដូច្នេះអ្វីគ្រប់យ៉ាងអាស្រ័យលើរបស់បញ្ឆោតតែអ្នកហុចឲ្យភាគីម្ខាងទៀតបើអន្ទាក់របស់អ្នកមានភាពទាក់ទាញខ្លាំងភាពច្របូកច្របល់ក្នុងអារម្មណ៍របស់ភាគីម្ខាងទៀតនឹងធ្វើឲ្យភ្នែករបស់ពួកគេងងឹតមើលមិនឃើញនៃការពិតជាពិសេសពេលពួកគេលោភលន់ខ្លាំងពួកគេនឹងចូលក្នុងអន្ទាក់របស់អ្នកកាន់តែងាយដានញ៉ែដ្រូជាអ្នកជំនួញកម្ពុជាល្បិចនៃសតវត្សទី19ចាត់ទុកថាជាអ្នកជំនាញម្នាក់ក្នុងទីផ្សារភាគហ៊ុនបើគេចង់ឲ្យភាគហ៊ុនណាមួយត្រូវទិញឬលក់ឬជំរុញឲ្យតម្លៃឡើងឬចុះគេនឹងប្រើវិធីមិនស្អាតស្អំឧបាយកលមួយដែលគេប្រើគឺប្រញាប់ទិញក្លឹបសម្រាប់អ្នកមានឋានៈខ្ពស់ដែលនៅក្បែរ Wall Street ដែលនៅបណ្ដោយផ្លូវដែលជាទីតាំងនៃទីផ្សារភាគហ៊ុនធ្វើជាដកកូនកន្សែងក្រហមរបស់គេចេញមកជូតញើសហើយធ្វើជាជ្រុះក្រដាសចេញពីកន្សែងជូតមុខនោះប្រាកដណាស់ទង្វើរបស់ទ្រូទទួលបានការចាប់អារម្មណ៍ពីសមាជិកក្លឹបស្រាប់ហើយមនុស្សទាំងនោះនឹងញឹកញាប់ឬក្រដាសនោះដែលមានទិន្នន័យទាក់ទងនឹងភាគហ៊ុននិងដំណឹងដ៏ខ្ទរខ្ទាយចេញទៅសមាជិកដែលដឹងនឹងទិញឬលក់ភាគហ៊ុននោះត្រឹមប៉ុណ្ណឹងគ្រប់យ៉ាងក៏ដើរតាមផែនការរបស់ទ្រូហើយពេលអ្នកតាំងចិត្តថាត្រូវធ្វើឲ្យភាគីម្ខាងទៀតចូលមកឬលេងតាមហ្គេមរបស់អ្នកគឺស្មើនឹងអ្នកទទួលបានជ័យជំនះហើយពួកគេនឹងទៅចាប់អារម្មណ៍អ្នកនិងដើរតាមអ្នកតួយ៉ាងអន្ទាក់ដែលមានទឹកឃ្មុំផ្អែមរបស់បញ្ឆោតព្រានព្រៃប្រមាញ់ខ្លាឃ្មុំនឹងមិនចេញទៅប្រមាញ់ដោយខ្លួនឯងទេព្រោះដឹងថាខ្លួនគ្មានផ្លូវប្រមាញ់ខ្លាឃ្មុំដែលដឹងខ្លួនថាវាកំពុងត្រូវគេប្រមាញ់នោះទេដែលសំខាន់គឺវាកាន់តែគ្រោះថ្នាក់ដូច្នេះទើបព្រានព្រៃប្រើវិធីដាក់អន្ទាក់តែមានទឹកឃ្មុំជានុយបញ្ឆោតវិធីនេះធ្វើឲ្យគេមិនចាំបាច់ចំណាយកម្លាំងច្រើននិងមិនប្រថុយជីវិតទៀតផងសរុបមកមេតបល្អរមែងធ្វើឲ្យអ្នកផ្សេងចូលមករកមិនមែនចូលទៅរកអ្នកដទៃទេពេលអ្នកធ្វើឲ្យសត្រូវចូលមករកអ្នកបានហើយកម្លាំងរបស់ពួកគេនឹងថមថយឬលែងមានកម្លាំងដរាបណាតែអ្នកមិនមែនជាអ្នកចូលរកពួកគេកម្លាំងរបស់អ្នកនឹងនៅពេញ